ភាគទី49ភាគទី49នេះសម្ដែងអំពីសតិប្បដ្ឋានទី4ទី4ធម្មានុបស្សនាសតិប្បដ្ឋានទីតាំងនៅនៃស្មារតីក្នុងការពិចារណាធម៌ឬបាតុភូតអ្នកសិក្សាត្រូវចម្រើនភាវនាទៅលើធម៌ឬបាតុភូតដើម្បីរំដោះខ្លួនឲ្យផុតអំពីសេចក្តីទុក្ខមានទិដ្ឋភាព6យ៉ាងដែលត្រូវភាវនាលើធម៌គឺ1ការភាវនាលើនិវរណធម៌5យ៉ាងគឺកាមច្ឆន្ទៈសេចក្តីប្រាថ្នាក្នុងកាម1ព្យាបាទៈការញ៉ាំងប្រយោជន៍និងសេចក្តីសុខរបស់អ្នកដទៃឲ្យវិនិច្ឆ័យ1ថៃនមិទ្ធៈសេចក្តីខ្ជិលច្រអូសឬរួញរា1ឧទ្ធិចៈកុច្ចៈសេចក្តីដែលដណ្ដូងរាយមាយ1និងវិជិកិច្ឆាសេចក្តីសង្ស័យ1សេចក្តីថាភិក្ខុក្នុងសាសនានេះកាលបើកាមច្ឆន្ទៈមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាកាមច្ឆន្ទៈមាននៅក្នុងសន្តាននៃអាត្មាអញកាលបើកាមច្ឆន្ទៈមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាកាមច្ឆន្ទៈមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតកាមច្ឆន្ទៈនិងដឹងច្បាស់នៅហេតុដែលនាំឲ្យលះបង់កាមច្ឆន្ទៈនិងនៅហេតុដែលនាំមិនឲ្យកាមច្ឆន្ទៈកើតតទៅទៀតបានភិក្ខុក្នុងសាសនានេះកាលបើព្យាបាទមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាព្យាបាទមាននៅក្នុងសន្តាននៃអាត្មាអញកាលបើព្យាបាទមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាព្យាបាទមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតព្យាបាទៈនៅហេតុដែលនាំឲ្យលះបង់ព្យាបាទៈនិងនៅហេតុដែលនាំមិនឲ្យកើតព្យាបាទៈតទៅទៀតបានភិក្ខុក្នុងសាសនានេះកាលបើថៃនមិទ្ធៈមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាថៃនមិទ្ធៈមាននៅក្នុងសន្តាននៃអាត្មាអញកាលបើថៃនមិទ្ធៈមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាថៃនមិទ្ធៈមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតថៃនមិទ្ធៈដឹងច្បាស់នៅហេតុដែលនាំឲ្យលះបង់ថៃនមិទ្ធៈនិងដឹងច្បាស់នៅហេតុដែលនាំមិនឲ្យកើតថៃនមិទ្ធៈតទៅទៀតបានភិក្ខុក្នុងសាសនានេះកាលបើឧទ្ធិចៈកុច្ចៈមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាឧទ្ធិចៈកុច្ចៈមាននៅក្នុងសន្តាននៃអាត្មាអញកាលបើឧទ្ធិចៈកុច្ចៈមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាឧទ្ធិចៈកុច្ចៈមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតឧទ្ធិចៈកុច្ចៈដឹងច្បាស់នៅហេតុដែលនាំឲ្យលះបង់ឧទ្ធិចៈកុច្ចៈនិងដឹងច្បាស់នៅហេតុដែលនាំមិនឲ្យកើតឧទ្ធិចៈកុច្ចៈតទៅទៀតបានភិក្ខុក្នុងសាសនានេះកាលបើវិជិកិច្ឆាមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាវិជិកិច្ឆាមាននៅក្នុងសន្តាននៃអាត្មាអញកាលបើវិជិកិច្ឆាមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាវិជិកិច្ឆាមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតវិជិកិច្ឆានិងដឹងច្បាស់នៅហេតុដែលនាំឲ្យលះបង់វិជិកិច្ឆានិងដឹងនៅហេតុដែលនាំមិនឲ្យវិជិកិច្ឆាកើតតទៅទៀតបានការកំណត់ពិចារណាដឹងច្បាស់នៅនិវរណធម៌យ៉ាងដូចនេះហៅថាធម្មានុបស្សនាសតិប្បដ្ឋាន2ភាវនាលើឧបាទានខណ្ឌខណ្ឌ5ខណ្ឌដែលជាអារម្មណ៍របស់ឧបាទានឬខណ្ឌដែលប្រព្រឹត្តទៅក្នុងភូមិ3គឺកាមាវចរភូមិ1រូបាវចរភូមិ1និងអរូបាវចរភូមិ1ឧបាទានខណ្ឌមាន5ប្រការគឺរូបខណ្ឌ1វេទនាខណ្ឌ1សញ្ញាខណ្ឌ1សង្ខារខណ្ឌ1និងវិញ្ញាណខណ្ឌ1សេចក្តីថាភិក្ខុក្នុងសាសនានេះពិចារណាឃើញច្បាស់ថារូបដូចនេះសេចក្តីកើតឡើងនៃរូបដូចនេះនិងសេចក្តីរលត់ទៅនៃរូបដូចនេះភិក្ខុក្នុងសាសនានេះពិចារណាឃើញច្បាស់ថាវេទនាដូចនេះសេចក្តីកើតនៃវេទនាដូចនេះនិងសេចក្តីរលត់ទៅនៃវេទនាដូចនេះភិក្ខុក្នុងសាសនានេះពិចារណាឃើញថាសញ្ញាដូចនេះសេចក្តីកើតនៃសញ្ញាដូចនេះនិងសេចក្តីរលត់នៃសញ្ញាដូចនេះភិក្ខុក្នុងសាសនានេះ
ពិចារណាឃើញច្បាស់ថាសង្ខារដូចនេះសេចក្តីកើតនៃសង្ខារដូចនេះនិងសេចក្តីរលត់នៃសង្ខារដូចនេះភិក្ខុក្នុងសាសនានេះពិចារណាឃើញច្បាស់ថាវិញ្ញាណដូចនេះសេចក្តីកើតនៃវិញ្ញាណដូចនេះនិងសេចក្តីរលត់ទៅនៃវិញ្ញាណដូចនេះការកំណត់ពិចារណាដឹងច្បាស់នៅខណ្ឌទាំង5យ៉ាងដូចនេះហៅថាធម្មានុបស្សនាសតិប្បដ្ឋានដែរ3ភាវនាលើអាយតនៈ12ខាងក្នុង6និងខាងក្រៅ6អាយតនៈខាងក្នុងទាំង6គឺឥន្ទ្រីគឺភ្នែក1ត្រចៀក1ច្រមុះ1អណ្ដាត1កាយ1និងចិត្ត1អាយតនៈខាងក្រៅទាំង6ឬថាអារម្មណ៍គឺរូប1សម្លេង1ក្លិន1រស1ផតពៈ1និងធម៌1សេចក្តីថាភិក្ខុក្នុងសាសនានេះដឹងច្បាស់នៅភ្នែកដឹងច្បាស់នៅរូបដឹងច្បាស់នៅសញ្ញោចនៈដែលកើតឡើងព្រោះអាស្រ័យភ្នែកនិងរូបនោះជួបជុំគ្នាដឹងច្បាស់នៅហេតុដែលនាំឲ្យកើតសញ្ញោចនៈនៅហេតុនាំឲ្យលះបង់នៅសញ្ញោចនៈនិងនៅហេតុដែលនាំមិនឲ្យកើតសញ្ញោចនៈតទៅទៀតបានភិក្ខុក្នុងសាសនានេះដឹងច្បាស់នៅច្រមុះនិងក្លិនដឹងច្បាស់នៅអណ្ដាតនិងរសដឹងច្បាស់នៅកាយនិងផោតពៈដឹងច្បាស់នៅចិត្តនិងធម៌ដឹងច្បាស់នៅសញ្ញោចនៈដែលកើតឡើងព្រោះអាស្រ័យចិត្តនិងធម៌នោះដូចជួបជុំគ្នាដឹងច្បាស់នៅហេតុដែលនាំឲ្យកើតសញ្ញោចនៈនៅហេតុដែលនាំឲ្យលះបង់សញ្ញោចនៈនិងនៅហេតុដែលនាំមិនឲ្យកើតសញ្ញោចនៈតទៅទៀតបានការកំណត់ពិចារណាដឹងច្បាស់នៅអាយតនៈទាំង12ដូចនេះហៅថាធម្មានុបស្សនាសតិប្បដ្ឋាន4ភាវនាលើពូជញ្ខៈ7ឬជាហេតុរបស់បុគ្គលជាអ្នកត្រាស់ដឹងនៅចតុរារិយសច្ចពូជញ្ខៈទាំង7ប្រការនោះគឺសតិប្រុងស្មារតី1ធម្មវិជ្ជាសភាវៈពិចារណានៅធម៌1វិរិយៈសេចក្តីព្យាយាម1បៃតិធម្មជាតិញ៉ាំងកាយនិងចិត្តឲ្យឆ្អែតឬឲ្យចម្រើន1បស្សទ្ធិសេចក្តីស្ងប់រងាប់កាយនិងចិត្ត1សមាធិចិត្តដែលតាំងនៅស្មើក្នុងអារម្មណ៍1និងឧបេក្ខាការតាំងចិត្តជាកណ្ដាលឬធ្វើពង្រឹង1សេចក្តីថាភិក្ខុក្នុងសាសនានេះកាលបើសតិមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាសតិមាននៅក្នុងសន្តាននៃអាត្មាអញកាលបើសតិមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាសតិមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតសតិនិងដឹងច្បាស់នៅហេតុដែលនាំឲ្យសតិដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើធម្មវិជ្ជាមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាធម្មវិជ្ជាមាននៅក្នុងសន្តាននៃអាត្មាអញកាលបើធម្មវិជ្ជាមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាធម្មវិជ្ជាមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតធម្មវិជ្ជានិងដឹងច្បាស់នៅហេតុដែលនាំឲ្យធម្មវិជ្ជាដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើវិរិយៈមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាវិរិយៈមាននៅក្នុងសន្តាននៃអាត្មាអញកាលបើវិរិយៈមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាវិរិយៈមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតវិរិយៈនិងដឹងច្បាស់នៅហេតុដែលនាំឲ្យវិរិយៈដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើបៃតិមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាបៃតិមាននៅក្នុងសន្តាននៃអាត្មាអញកាលបើបៃតិមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាបៃតិមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតបៃតិនិងដឹងច្បាស់នៅហេតុដែលនាំឲ្យបៃតិដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើបស្សទ្ធិមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាបស្សទ្ធិមាននៅក្នុងសន្តាននៃអាត្មាអញកាលបើបស្សទ្ធិមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាបស្សទ្ធិមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតបស្សទ្ធិនិងដឹងច្បាស់នៅហេតុដែលនាំឲ្យបស្សទ្ធិដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើសមាធិមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាសមាធិមាននៅក្នុងសន្តាននៃអាត្មាអញ
កាលបើសមាធិមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាសមាធិមិនមាននៅក្នុងសន្តាននៃអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតសមាធិនិងដឹងច្បាស់នៅហេតុដែលនាំឲ្យសមាធិដែលកើតហើយបានពេញលេញដោយភាវនាភិក្ខុក្នុងសាសនានេះកាលបើឧបេក្ខាមាននៅក្នុងសន្តានក៏ដឹងច្បាស់ថាឧបេក្ខាមាននៅក្នុងសន្តាននៃអាត្មាអញកាលបើឧបេក្ខាមិនមាននៅក្នុងសន្តានទេក៏ដឹងច្បាស់ថាឧបេក្ខាមិនមាននៅក្នុងសន្តានអាត្មាអញទេភិក្ខុដឹងច្បាស់នៅហេតុដែលនាំឲ្យកើតឧបេក្ខានិងដឹងច្បាស់នៅហេតុដែលនាំឲ្យឧបេក្ខាដែលកើតហើយបានពេញលេញដោយភាវនាការកំណត់ពិចារណាដឹងច្បាស់នៅពូឆាំងតៈ7យ៉ាងដូចនេះក៏ហៅថាធម្មានុបស្សនាសតិប្បដ្ឋាន5ភាវនាលើចតុរារិយសច្ចឬអរិយសច្ចៈ4គឺទុក្ខរិយសច្ចៈសេចក្តីទុក្ខជាធម៌ពិតរបស់បរិយបុគ្គលមួយសមុទយអរិយសច្ចៈតណ្ហាជាហេតុនាំឲ្យកើតទុក្ខជាធម៌ពិតរបស់បរិយមួយនិរោធអរិយសច្ចៈសេចក្តីរំលត់នៃទុក្ខជាធម៌ពិតរបស់បរិយមួយនិងមគ្គអរិយសច្ចៈផ្លូវឬមធ្យោបាយនាំសត្វឲ្យផុតពីទុក្ខជាធម៌ពិតជារបស់បរិយមួយសេចក្តីថាភិក្ខុក្នុងសាសនានេះដឹងច្បាស់ថានេះជាទុក្ខនេះជាហេតុនាំឲ្យកើតទុក្ខនេះជាសេចក្តីរំលត់ទុក្ខនិងនេះជាមធ្យោបាយនាំឲ្យផុតចាកទុក្ខនិងនេះជាមធ្យោបាយនាំឲ្យសត្វផុតចាកទុក្ខទុក្ខអរិយសច្ចៈមានទុក្ខធំ4គឺជាតិសេចក្តីកើតជាទុក្ខមួយជារាសេចក្តីចាស់ក្រំគ្រាជាទុក្ខមួយព្យាធិសេចក្តីឈឺចុកចាប់ជាទុក្ខមួយនិងមរណៈសេចក្តីស្លាប់ជាទុក្ខមួយព្រមទាំងមានទុក្ខតូចច្រើនប្រការទៀតដូចជាសោកៈសេចក្តីក្រហល់ក្រហាយចិត្តដោយការព្រាត់ប្រាសញាតិបរិវេទៈសេចក្តីខ្សឹកខ្សួលយំយេកទុក្ខៈសេចក្តីលំបាកកាយទោមនស្សៈសេចក្តីលំបាកចិត្តឧបាយាសៈសេចក្តីចង្អៀតចង្អល់ចិត្តខ្លាំងអបយេហេសម្បយុគៈការជួបប្រសពជាមួយសត្វនិងសង្ខារដែលមិនជាទីស្រឡាញ់បយេហេវបយុគៈការព្រាត់ប្រាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់យំបិច្ឆេណលបតិសេចក្តីប្រាថ្នារបស់ណាហើយមិនបានរបស់នោះដូចចិត្តបើនិយាយដោយសង្ខេបទៅថាឧបាទានខណ្ឌទាំង5ក៏ជាទុក្ខទុក្ខសមុទយអរិយសច្ចៈសេចក្តីទុក្ខដែលកើតឡើងដោយតណ្ហាមានតណ្ហា3ប្រការនិងតណ្ហា12ប្រការតណ្ហា3ប្រការគឺកាមតណ្ហាសេចក្តីប្រាថ្នាក្នុងកាមមានកាមគុណទាំង6ភវតណ្ហាសេចក្តីប្រាថ្នាក្នុងភពមានរូបភពនិងអរូបភពមួយនិងវិភវតណ្ហាសេចក្តីប្រាថ្នាក្នុងភព0ដែលប្រកបដោយឧច្ឆេទទិដ្ឋិមួយតណ្ហាទាំង12ប្រការគឺចក្ខុតណ្ហាសេចក្តីស្រឡាញ់ចំពោះភ្នែករាប់ថាជារបស់ខ្លួនសម្គាល់ថាជាបង្អួចកែវមណីដែលគេបើកក្នុងវិមានមាសមួយសោតតណ្ហាសេចក្តីស្រឡាញ់ចំពោះត្រចៀករាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាបំពង់ប្រាក់និងខ្សែសង្វារមួយខៀនតណ្ហាសេចក្តីស្រឡាញ់ចំពោះច្រមុះរាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាខ្សែថ្មរហិតាលដែលគឺវិញហើយតម្កល់ទុកមួយជីវហាតណ្ហាសេចក្តីស្រឡាញ់អណ្ដាតរាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាផែនសម្ពុតកម្ពូលក្រហមមួយកាយតណ្ហាសេចក្តីស្រឡាញ់ចំពោះកាយរាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាសសរឈើខ្លឹមនិងសសរខ្លោងទ្វារជាវិការៈនៃមាសមួយមโนតណ្ហាសេចក្តីស្រឡាញ់ចំពោះចិត្តរាប់ថាជារបស់ខ្លួនសម្គាល់ថាចិត្តខ្លួនវិស័យវិសាលជាងចិត្តនៃអ្នកដទៃមួយរូបតណ្ហា
សេចក្តីស្រឡាញ់ចំពោះរូបារម្មណ៍រាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាផ្កាកណិកាមាសជាដើមមួយសត្យតណ្ហាសេចក្តីស្រឡាញ់ចំពោះសត្យារម្មណ៍រាប់ថាជារបស់ខ្លួនសម្គាល់ថាដូចជាសំឡេងសត្វក្រវឹកសំឡេងសត្វតវ៉ៅសំឡេងស្រឡៃកែវមณีដែលពីផ្លុំដោយថ្នាក់ថ្នមជាដើមមួយគន្ធតណ្ហាសេចក្តីស្រឡាញ់ចំពោះកន្ធធារម្មណ៍សម្គាល់កន្ធធារម្មណ៍ដែលខ្លួនបានហើយថាគេមិនមានកន្ធធារម្មណ៍ដូចខ្លួនឡើយមួយរសតណ្ហាសេចក្តីស្រឡាញ់ចំពោះរសារម្មណ៍សម្គាល់រសារម្មណ៍ដែលខ្លួនបានហើយថាគេមិនមានរសារម្មណ៍ដូចជាខ្លួនឡើយមួយផោតបតណ្ហាសេចក្តីស្រឡាញ់ចំពោះផោតពារម្មណ៍សម្គាល់ផោតពារម្មណ៍ដែលខ្លួនបានហើយថាគេមិនមានផោតពារម្មណ៍ដូចជាខ្លួនឡើយមួយនិងធម្មតណ្ហាសេចក្តីស្រឡាញ់ចំពោះធម្មារម្មណ៍សម្គាល់ធម្មារម្មណ៍ដែលខ្លួនបានហើយថាគេមិនមានធម្មារម្មណ៍ដូចជាខ្លួនឡើយមួយតណ្ហាទាំង12ប្រការខាងចុងនេះយកទៅគុណនឹងតណ្ហា3ប្រការខាងដើមត្រូវជាតណ្ហា36ចាត់ជាអតីត36អនាគត36និងបច្ចុប្បន្ន36ត្រូវជាតណ្ហា108និរោធរិយសច្ចៈសេចក្តីវិនាសទៅសេចក្តីរលត់ទៅនៃតណ្ហានោះការលះចោលនៅតណ្ហានោះសេចក្តីរួចចាកតណ្ហានោះសេចក្តីមិនអាល័យនៅក្នុងតណ្ហានោះហៅថានិរោធរិយសច្ចៈមគ្គរិយសច្ចៈឬនិរោធគាមិនីបរិបទារិយសច្ចៈសេចក្តីប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វានជាគ្រឿងរលត់នៃទុក្ខជាអរិយមគ្គដ៏ប្រសើរប្រកបដោយអង្គ8គឺសម្មាទិដ្ឋិសេចក្តីយល់ត្រូវមួយសម្មាសង្កប្បសេចក្តីត្រិះរិះត្រូវមួយសម្មាវាចាការនិយាយត្រូវមួយសម្មាកម្មន្តៈការងារត្រូវមួយសម្មាអាជីវៈការចិញ្ចឹមជីវិតត្រូវមួយសម្មាវាយាមៈសេចក្តីព្យាយាមត្រូវមួយសម្មាសតិសេចក្តីរលឹកត្រូវមួយនិងសម្មាសមាធិការតម្កល់ចិត្តត្រូវមួយការកំណត់ពិចារណាដឹងច្បាស់នៅអរិយសច្ចៈទាំង4ដូច្នេះក៏ហៅថាធម្មានុបស្សនាសតិប្បដ្ឋានព្រះពុទ្ធទ្រង់ពន្យល់អំពីមហាសតិប្បដ្ឋានសូត្រនេះដោយប្រុងប្រយ័ត្នបំផុតព្រះអង្គទ្រង់បញ្ជាក់ថាមានកត្តា6យ៉ាងសម្រាប់តាំងភាវនាគឺទី1ភាវនាតែអ្វីដែលមាននៅខាងក្នុងទី2ភាវនាតែអ្វីដែលមាននៅខាងក្រៅទី3ភាវនាតែអ្វីដែលមាននៅទាំងខាងក្នុងនិងទាំងខាងក្រៅទី4ភាវនាតែកំណើតរបស់វាទី5ភាវនាតែការស្លាប់របស់វានិងទី6ភាវនាទាំងការកើតនិងទាំងការស្លាប់របស់វាចំពោះប្រយោជន៍ដែលបានទទួលមកពីការភាវនាទាំងអស់ខាងលើនេះព្រះសាស្តាទ្រង់ត្រាស់ថាបុគ្គលណាក៏ដោយការបានចម្រើនភាវនាលើមហាសតិប្បដ្ឋានសូត្រនេះក្នុងរយៈពេលតែ7ឆ្នាំក៏អាចសម្រេចនៅវិមុតតិចិត្តគឺការស្រួលក្នុងចិត្តដោយបានរួចផុតចាកសេចក្តីទុក្ខបានព្រះអង្គទ្រង់បន្ថែមថាបុគ្គលខ្លះចម្រើនមហាសតិប្បដ្ឋាន4នេះបានតែ7ខែក៏អាចសម្រេចពន្លឺត្រាស់ដឹងបានហើយសូម្បីតែបុគ្គលខ្លះទៀតចម្រើននៅមហាសតិប្បដ្ឋាន4នេះបានត្រឹមតែ7ថ្ងៃក៏អាចសម្រេចនៅពន្លឺត្រាស់ដឹងបានដែរប្រវត្តិពុស្ដានៃពុទ្ធសមណគោតមបរមសាស្តានៃយើងភាគទី49បញ្ចប់ត្រឹមប៉ុណ្ណេះ